ជនជាតិមួយអីចឹង សប្បាយ ចាផ្លែកបងចា ទីមួយ លើកទី1 បាយផ្លែបង អូខេបងចាឱកាសក្រោយមកលេងទៀតអត់បង មក អូខេ Ladies and gentlemen, welcome to Cambodia. កោះរ៉ុងកម្ពុជាសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងអ្នកកោះរ៉ុង Hello បងគេសូមមកមកលេងកោះរ៉ុងបានដងហើយបង លើកទីមួយបង លើកទី1ហើយចង់បាច់គួរអីច្រើននេះគឺលើកទី1បងហើយតើមានអារម្មណ៍មិនដែរពេលមកជួបកូនទ្រីបលេងគ្នាមួយមានជនជាតិមានខ្មែរគ្នាឯង សប្បាយផ្លែបង អូខេបងចាឱកាសក្រោយមកលេងទៀតអត់បង មក អូខេអរគុណច្រើនបងបងមកលេងការ៉ុងបានដងហើយបង មួយបង លើកទី1វ៉ាវ លើកមុនរងសឡប់ អីចង់បងធ្លាប់ជួញនៅកូនទ្រីបចឹងអត់បង អរងបងលើកទី1 វ៉ាវចង់បងមានអារម្មណ៍មិនដែរនៅពេលដែលជួញមួយជនជាតិមួយអីចឹង សប្បាយបង ចាផ្លែកបងចាបូទ្រីបមួយថ្ងៃពេញរហូតដល់ល្ងាចចឹងមានអារម្មណ៍មិនដែរដើម្បីអត់ដឹងនិយាយថាម៉េចនៅដឹងបូទ្រីបហ្នឹងគេដឹងពេលដែលមកឬក៏ដឹងមុនពេលមកអូ good បង good អញ្ចឹងមកកោះរ៉ុងហ្នឹងដោយសារបូទ្រីបហ្នឹងឬក៏មកចង់មកលេងមកលេងទាំងអស់ និយាយទៅចង់លេងទាំងអស់ចង់ឲ្យចង់ជាទុកនៅដោយសារមកលោកបានជិះ មកថតមកឆាត់ចំណាប់អារម្មណ៍មកយកដើម្បីជាទៅផ្សព្វផ្សាយទៅអ្នកតទៀតព្រោះភ្ញៀវភាគច្រើនគាត់ត្រូវបូទ្រីបទៅប៉ុន្តែពេលខ្លះគាត់ខ្លាចចេះខ្លាចចង់ខ្លាចមកអត់សុបាយជាពិសេសគឺគាត់គិតថាមកមានភ្ញៀវជនជាតិអីចឹងគាត់អត់ហ៊ានទេគាត់ខ្លាចហ្នឹងហើយទីទៅបងឯងធីមស្រីៗតែខ្លាហានញាក់ តែខ្ញុំអត់ដឹងថាបងតែសុំចឹងឯងគិតថាមានខ្មែរដែរ នៅនេះមានខ្មែរហ្នឹងហើយលាយគ្នាប៉ុន្តែថ្ងៃនេះដោយសារថ្ងៃអុំទូកខ្មែរយ៉ាងច្រើនក៏ដងពុនជនជាតិសឹងតាទាំងអស់ហើយ មកក៏រងសឡប់ជនជាតិទាំងអស់ដែរ ហ្នឹងហើយ